បាទសូមអរគុណខ្ញុំជាប្រធានប្រតិភូនៃកីឡាកម្ពុជាដឹកនាំទៅការប្រកួតកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃគឺម្សិលមិញនេះគឺកីឡាករគ្រប់ប្រភេទទាំងអស់ដែលបានទៅដល់ចូលរួមពិធីបើកអីហ្នឹងបានត្រឡប់មកប្រទេសវិញអស់ហើយអញ្ចឹងខ្ញុំនៅក្រោយគេដើម្បីធ្វើការងារចុងក្រោយសម្អាតនៅការងារសេសសល់មួយចំនួនដើម្បីទូទាត់ឬក៏បញ្ចប់ប័ណ្ណបញ្ជីបញ្ចប់ដើម្បីត្រឡប់មកប្រជាជាតិកម្ពុជាយើងវិញសូមគោរពជំរាបជូនដែរថាការចូលរួមនិងការត្រឡប់មកវិញសិតតែជាការរៀបចំនៅផែនការយុទ្ធសាស្ត្រក៏ដូចជាការផ្ដល់នៅអនុសាសន៍ណែនាំជាសេណារីយ៉ូច្បាស់លាស់ណាពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលលោកតែងតែខ្វាយខ្វល់ហើយនឹងតែងតែតាមដានជាប់ជានិច្ចហើយនឹងតែងតែផ្ដល់នៅអនុសាសន៍ជំហានពីជំហាន1 2 3ជំហានទី1ទី2ទី3ជាប់ជារហូតមុនទៅណាពេលដែលទៅដល់ណាត្រូវដល់ទៅធ្វើអីខ្លះទៅត្រឡប់មកវិញហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េចណាអញ្ចឹងយើងឃើញហើយថាមុនទូសង្គ្រាមលើកទី2នេះគឺយើងបានត្រៀមលក្ខណៈបានគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីចូលរួមការប្រកួតដើម្បីថ្នាក់ថ្នមសភាពការនិងឲ្យសភាពការវាវិលទៅរកបកដីភាពវិញដោយជៀសវាងសង្គ្រាមនេះគឺជាចំណុចសំខាន់យើងឃើញថាយើងទៅចូលរួមនៅថ្ងៃ7គឺមានផ្ទុះអាវុធហើយណាអញ្ចឹងកីឡាករយើងហើយនឹងការរៀបចំរបស់យើងបានកាត់បន្ថយចំនួនមួយដែលអាចធានាថាវិលមកវិញបានស្រួលហើយនឹងងាយស្រួលក្នុងការវិលត្រឡប់មកវិញណាយើងមិនទៅលើសពីចំនួនហ្នឹងដែលអាចធ្វើឲ្យមានការយឺតយ៉ាវក្នុងការត្រឡប់មកវិញមិនបានមួយជើងទាំងអស់ណាបាទអញ្ចឹងយើងមានការគូសវាសនឹងរៀបចំជាជំហានហើយការចូលរួមនឹងទាំងយើងដឹងហើយថាថ្ងៃ8កីឡាករយើងទៅភាគច្រើនថ្ងៃ7តែថ្នាក់ដឹកនាំទៅប្រជុំទៅអីណាអញ្ចឹងកីឡាករយើងទៅទាំងបថុយប្រឋានទៅទាំងមានអារម្មណ៍មិនល្អណាក៏ចេះតែទៅអញ្ចឹងប៉ុន្តែសិតតែជាការរៀបចំមួយដែលមានលក្ខណៈពិសេសណាហើយក្តាប់ស្ថានភាពតាមជំហានស្នើសុំការសម្រេចនឹងការទទួលនៅអនុសាសន៍ណែនាំពីសម្ដេចបវរធិបតីជាប្រចាំឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមបណ្ឌិតភាចាហុងជួននរនជាប្រចាំសូមបទពិសោធន៍ពីឯកឧត្តមបណ្ឌិតថោងខុនបើទោះបីជាឯកឧត្តមមិនបានទៅចូលរួមប៉ុន្តែនៅតែតាក់ទងនឹងផ្ដល់អនុសាសន៍ជាប្រចាំណាតាក់ទងទៅនឹងការងារជាមួយនឹងអាស៊ានជាមួយនឹងក្រុមប្រឹក្សាអូឡ িম্প ិកអាស៊ីជាប្រចាំអញ្ចឹងយើងធ្វើជំហានរបស់យើងអញ្ចឹងយើងបានបំពេញកាតព្វកិច្ចបានគ្រប់ជ្រុងជ្រោយនៅការចូលរួមប្រជុំការចូលរួមលើកទង់ជាតិពិធីបើកគឺជារឿងដែលយើងបិទបញ្ចប់នៅបេសកកម្មយើងទៅហើយនៅសល់តែការប្រកួតតែប៉ុណ្ណោះអញ្ចឹងយើងបានបង្ហាញពិភពលោកថាយើងមិនអាចប្រកួតបានទេកីឡាការនេះទាំងអស់ទៅដល់មិនអាចប្រកួតបានទេណាអញ្ចឹងនេះគឺជាចំណុចមួយដែលសំខាន់ដែលយើងត្រូវតែចូលរួមនេះអញ្ចឹងយើងប្រកេញកាតព្វកិច្ចក៏ចប់ណាប្រទេសទាំងអស់ជាប្រទេសអាស៊ានទាំងអស់គេថាគេគោរពការសម្រេចចិត្តរបស់យើងក្នុងការដកមកវិញនេះគេសុខចិត្តទទួលនៅការពិបាកមួយព្រោះប្រទេសទាំងអស់គេពិបាករឿងអីគេពិបាករឿងថាយើងចាប់ដៃគូគេហើយណាយើងអត់បានប្រកួតជាមួយគេណាជួនកាលធ្វើឲ្យគេពិបាកនឹងឡើងទៅលើអីចឹងណាមានការចាប់គូមានការបំពឹងទុកថាមានការរៀបចំគូប្រកួតគូអីហើយចឹងវាមានការពិបាករបស់គេដែរបាទចឹងយុទ្ធសាស្ត្ររបស់គេក៏វាត្រូវប្រែប្រួលដែរនេះគឺជាចំណុចសំខាន់មួយទៀតក្នុងផ្នែកបច្ចេកទេសណា